នឹងបញ្ជាក់ថាតើពាក្យថាបាទនេះជារបស់វត្ថុរបស់ខ្មែរឬរបស់សៀមខ្ញុំសូមលើកឡើងជាឧទាហរណ៍នៃស័ព្ទទាំងនេះឲ្យអស់លោកបានយល់បន្តិចថាបាទចឹងចូលមកដល់សំណួរទី54លោកបានសាកសួរក្នុងពិធីកាត់ខាន់ស្លាមានប្រើពាក្យថាប្រាក់បាតតើជារូបិយវត្ថុរបស់ខ្មែរឬជារបស់សៀមនៅក្នុងពិធីកាត់ខាន់ស្លាគឺយើងតែងតែលើមានហើយពាក្យខាងដើមដូចជាអស់លោកបានជ្រាបគ្រាន់តែថាអត្ថន័យនៃពាក្យហ្នឹងគឺมันដូចគ្នាព្រោះមុននឹងបញ្ជាក់ថាតើពាក្យថាបាទនេះជារបស់វត្ថុរបស់ខ្មែរឬរបស់សៀមខ្ញុំសូមលើកឡើងជាឧទាហរណ៍នៃស័ព្ទទាំងនេះឲ្យអស់លោកបានយល់បន្តិចថានៅក្នុងភាសាខ្មែរយើងមានពាក្យសទិសស័ព្ទឬយើងហៅថាសទិសសូរសទិសស័ព្ទគឺជាស័ព្ទដែលមានសំឡេងដូចគ្នាតែន័យផ្សេងគ្នាសទិសសូរដូចគ្នាដែរគឺសូរដូចគ្នាប៉ុន្តែអត្ថន័យរបស់ពាក្យផ្សេងគ្នាអញ្ចឹងយើងឈានមកដល់ថាតើប្រាក់ហ្នឹងជាប្រាក់បាតឬប្រាក់ខ្មែរហ្នឹងយើងត្រូវសម្គាល់ទៅដោយស័ព្ទឬក៏ពាក្យដូចម្ដេចនៅក្នុងទីនេះនៅក្នុងពិធីកាត់ខាន់ស្លាពាក្យថាបាទនៅក្នុងទីនេះគឺសរសេរបស្រៈអានិងតបាទគឺមានបញ្យលនៅក្នុងសភៅវចនានុក្រមខ្មែរយើងត្រង់ទំព័រ508លោកបានបញ្យលថាគឺជាឈ្មោះប្រាក់បុរាណតម្លៃ60សេនដែលបុរាណលោកហៅថាប្រាក់បាតអញ្ចឹងបាតក្នុងទីនេះគឺសរសេរបស្រៈអានិងតតែជាប្រាក់បុរាណមានតម្លៃ60សេនឯបស្រៈអានិងតនេះគឺអានថាបាតមានន័យថាគឺផ្នែកខាងក្រោមនៃវត្ថុអ្វីមួយឬក៏បាតនៃទីកន្លែងណាមួយដូចជាបាតស្រះឬក៏បាតផ្ទះឬក៏អ្វីផ្សេងហ្នឹងហៅថាបាតតែបើប្រាក់បាតក៏សរសេរបស្រៈអានិងតដែរយើងគ្រាន់តែសម្គាល់ដូច្នោះទៅថាបស្រៈអានិងតហ្នឹងក៏យើងយល់អត្ថន័យថាជាបាតជាផ្នែកខាងក្រោមនៃវត្ថុអ្វីមួយឬទីកន្លែងណាមួយបស្រៈអានិងតនោះក៏ឈ្មោះរបស់រូបិយវត្ថុរបស់សៀមរបស់ថៃឯបស្រៈអានិងតនេះគឺជាឈ្មោះប្រាក់ជាន់ដើមប៉ុន្តែបស្រៈអានិងតនេះក៏ជាផ្នែកខាងក្រោមនៃអវយវៈរបស់យើងដែរដូចជាបាតជើងអីឬក៏ផ្នែកបាតដៃដូចដាក់បាតជើងហ្នឹងគឺផ្នែកខាងក្រោមបាតដៃខាងក្រោមជើងក៏បាតជើងហ្នឹងគឺកណ្ដាលសរសេរបស្រៈអានិងតដូចគ្នាប៉ុន្តែចំពោះប្រាក់ក្នុងទីនេះគឺប្រាក់បាតនេះគឺជាប្រាក់ជាន់ដើមដែលមានតម្លៃ60សេនអញ្ចឹងដើម្បីពង្រាយសក្តីនៅក្នុងទីនេះដោយសារលោកបានសាកសួរតាក់ទងទៅនឹងពិធីកាត់ខាន់ស្លាអញ្ចឹងខ្ញុំសូមលើកបន្ថែមសក្តីត្រង់ថានិយាយនៅក្នុងពិធីកាត់ខាន់ស្លានេះគឺមាននិយាយអំពីឈ្មោះនៃប្រាក់ឬក៏តម្លៃនៃការកាត់ខាន់ស្លារបស់កូនស្រីហ្នឹងគឺមានច្រើនដូចជាពាក្យថាដំឡឹងណាគឺជាផ្នែកដ៏សំខាន់នៃរូបិយវត្ថុព្រោះដំឡឹងហ្នឹងច្រើនជាងគេហើយនៅក្នុងសភៅវចនានុក្រមរបស់សម្ដេចសង្ឃរាជជោទិញ្ញាណជួនណាតហ្នឹងក៏មានបញ្យលដែរក្នុងត្រង់ទំព័រ360ហ្នឹងពាក្យថាដំឡឹងគឺជាឈ្មោះទម្ងន់ដែលគេថ្លឹងមានចំនួន10ជីដូចយើងហៅថាមាសមួយដំឡឹងស្មើនឹង10ជីនឹងឯងអញ្ចឹងការកាត់ខាន់ស្លាប្រមាណដំឡឹងប្រមាណបាតប្រមាណស្លឹងហ្នឹងក៏អាស្រ័យទៅលើការកាត់ចូលទៅតាមពូជពងតកូលរបស់កូនប្រុសហើយខ្ញុំក៏ធ្លាប់បានធ្វើដែរអំពីការកាត់ខាន់ស្លាទៅតាមស័ក្តិក៏ដូចជាការកាត់តម្លៃនៃខាន់ស្លាកូនស្រីហ្នឹងទៅតាមស័ក្តិដែរអញ្ចឹងលើពីពាក្យថាដំឡឹងទៀតឧទាហរណ៍តដូចលោកកាត់ថា90ដំឡឹង3បាត3ស្លឹងអីជាដើមទៅតាមស័ក្តិរាជស័ក្តិអីជាដើមអញ្ចឹងឥឡូវយើងមកសិក្សាទៅលើផ្នែកពាក្យផ្សេងទៀតបន្ទាប់ពីដំឡឹងមកមានអីឧទាហរណ៍ថាលោកកាត់30ដំឡឹង3បាត3ស្លឹងឥឡូវនិយាយពីបាតម្ដងបាតលោកបានយល់ហើយដូចជាខ្ញុំបានបញ្យល់ពីខាងដើមមិញគឺជាប្រាក់ដែលមានតម្លៃ60សេនបាទមួយបាតហ្នឹងគឺស្មើ60សេនឯពាក្យស្លឹងអញ្ចឹងខ្ញុំសូមបន្ថែមសេចក្តីឲ្យមូលគ្នានៅក្នុងការនិយាយអំពីការកាត់ខាន់ស្លាតែម្ដងពាក្យថាស្លឹងគឺមានបញ្យលដែរនៅក្នុងសភៅវចនានុក្រមរបស់សម្ដេចសង្ឃរាជជោទិញ្ញាណជួនណាតគឺសភៅវចនានុក្រមខ្មែរយើងហ្នឹងត្រង់ទំព័រ1445
7លោកបានបញ្យល់ថាស្លឹងថ្នាក់វិជ្ជនាមបញ្យល់ក្នុងន័យទី1ថាឈ្មោះរូបប្រាក់សម្រាប់ចាយក្នុងសម័យកម្ពុជារដ្ឋជាន់បុរាណមានរូបក្តាមពីដើមនឹងមានរូបក្តាមជាន់បន្តមកទៀតមានរូបត្រាហង្សម្ខាងរូបប្រាសាទម្ខាងហើយមានតម្លៃ20សេនហើយលោកបញ្ជាក់ដែរថា4ស្លឹងស្មើ4ស្លឹងស្មើ1បាត4ស្លឹងស្មើ1បាតក្នុងន័យទី2នៃពាក្យថាស្លឹងនេះដែរលោកបញ្យល់ថាក្របស្លាដែលទុំស្ងួតឧទាហរណ៍ថាស្លាស្លឹងក្របស្លាដែលគេបកសបកហើយគេហាលឲ្យស្ងួតនឹងហៅថាស្លាស្លឹងបាទអញ្ចឹងនេះខ្ញុំបញ្យល់អត្ថន័យប៉ុណ្ណេះតកតងទៅនឹងការនិយាយអំពីពាក្យថាបាតនៅក្នុងពេលកាត់ខាន់ស្លាព្រោះខ្មែរយើងនឹងតែងតែចង់ឲ្យបែងចែកឲ្យដាច់ថាអ្វីដែលជារបស់ខ្មែរអ្វីដែលជារបស់អ្នកជិតខាងអ្វីដែលជារបស់បរទេសហើយពិសេសដូចជាយើងពាក្យខ្មែរយើងនៅដែលនិយាយពាក្យបាតដូចអ្នកនៅតាមខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសថៃឧទាហរណ៍ថាតម្លៃប្រមាណបាតលុយនេះប្រមាណបាតអីចឹងអាហ្នឹងគឺតែងតែចង់ឲ្យញែកឲ្យដាច់ថាហេតុអីបានជានៅក្នុងពិធីមង្គលការខ្មែរយើងមាននិយាយពីពាក្យបាតនៅក្នុងការកាត់ខាន់ស្លារបស់កូនស្រីចឹងសូមបញ្ជាក់មកម្ចាស់សំណួរវិញថាតែយើងនិយាយទៅលើពាក្យបាតហ្នឹងគឺបស្រអានឹងតោនេះទេបាទអញ្ចឹងនេះគឺជាចម្លើយចង់បញ្ជាក់ទៅអស់លោកឲ្យបានជ្រាបហើយសូមបញ្ជាក់ផងដែរថាបើសិនបើយើងចង់ឲ្យការប្រើប្រាស់ពាក្យនេះនិងការយល់អត្ថន័យពាក្យនេះនៅក្នុងពិធីហ្នឹងក៏យើងអាចលើកពាក្យហ្នឹងមកបញ្យល់បន្តិចបន្តួចបានដែរត្រឹមតែ1នាទី2នាទីអីដើម្បីឲ្យអស់លោកនៅក្នុងកម្មវិធីហ្នឹងលោកបានយល់បានជ្រាបផងពិសេសគឺក្មេងៗចំនួនក្រោយបើចាស់ទុំលោកធ្លាប់ឆ្លងកាត់ការខ្លួនឯងរហូតមកដល់ការកូនរហូតមកដល់ការចៅនេះឬក៏អស់លោកដែលបានសិក្សាអំពីក្បួនទំនៀមទម្លាប់ខ្មែរយើងហ្នឹងលោកមិនជាងឿងឆ្ងល់ណាស់ទេបើសិនបើអស់លោកដែលមិនធ្លាប់បានសិក្សានៅក្នុងផ្នែកហ្នឹងឲ្យបានច្បាស់ពិសេសគឺពាក្យនីមួយនឹងឯងដែលយើងមិនដឹងថាគ្រាន់តែឮសូនឹងប៉ុន្តែមិនដឹងថាការសរសេរនឹងជាមួយនឹងព្យញ្ជនៈអីនិងព្យញ្ជនៈអីបូកផ្សំគ្នាទៅបានជាអាចអាននិយាយបែបនេះបែបនោះបានអញ្ចឹងការដែលបញ្ជាក់អំពីការប្រើប្រាស់ពាក្យនេះឲ្យបានត្រឹមត្រូវក៏ជាផ្នែកមួយនៃការអភិរក្សរក្សានៅអក្សរសាស្ត្ររបស់យើងឲ្យបានត្រឹមត្រូវផងដែរហើយមិនមែនមានតែពាក្យហ្នឹងទេស័ព្ទឬស័ព្ទសូនេះនៅក្នុងភាសាខ្មែរយើងមានច្រើនតែមែនទេអញ្ចឹងមកថាបើសិនបើយើងបានអានឲ្យបានជួបកាន់តែច្រើនទៅនឹងវាកាត់សេចក្តីងឿងឆ្ងល់កាត់សេចក្តីសង្ស័យដែរបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់បន្ថែមទៅលើម្ចាស់សំណួរដែលលោកបានសាកសួរក៏ដូចជាការឆ្លើយបន្ថែមអំពីការបកស្រាយនៅក្នុងឯកសារកម្រងសំណួរចម្លើយអំពីទម្រង់អំពីវិភាគនៅក្នុងវគ្គបណ្ដុះបណ្ដាលទូរទស្សន៍អាចារ្យក្រុមសិលធម៌អាចារ្យនីខ្មែរនេះផងដែរហើយនេះគឺជាផ្នែកមួយដ៏សំខាន់ណាស់អស់លោកខ្ញុំសូមបន្ថែមបន្តិចទៀតចុះដោយសារក្នុងនាមជាអ្នកដឹកនាំកិច្ចកម្មវិធីគ្រប់បែបយ៉ាងនោះគឺមានតួនាទីក្នុងការផ្សព្វផ្សាយការបញ្យល់ការបញ្ជាក់ការបង្រៀនហ្នឹងហើយត្បិតតែយើងមិនមែនការបង្រៀនកាន់ហ្វឺតកាន់បិចកាន់ខ្មៅដៃឬក៏កាន់ដីសសរសេរនៅលើក្តារខៀនក្តារឈ្នួនយ៉ាងណាក៏ដោយប៉ុន្តែសំឡេងនៃការផ្សព្វផ្សាយចេញទៅការបញ្យល់ទៅការពោលទៅការប្រាប់ឲ្យដឹងនេះគឺជាផ្នែកនៃការសិក្សាមួយដែរអានេះឯងគេហៅថាផ្នែកសិក្សាខាងក្រោយសាលាគឺសិក្សានេះគឺសិក្សាគ្មានថ្នាក់បញ្ចប់គ្មានទីបញ្ចប់ទេគឺវាជាការសិក្សានៅក្នុងផ្នែកជីវិតរបស់យើងឲ្យបានរហូតតទៅអត់មានកម្រិតថាបញ្ចប់នៅឆ្នាំនេះឆ្នាំនោះបានទេព្រោះការចេះដឹងនេះវាធំធេងណាស់ទោះបីតែយើងចេះដល់កម្រិតណាក៏ដោយចេះរហូតដល់ថ្នាក់បណ្ឌិតហើយនៅមានថ្នាក់ក្រោយបណ្ឌិតទៀតរៀនចប់ថ្នាក់ក្រោយបណ្ឌិតហើយវានៅមានការសិក្សាស្រាវជ្រាវបង្កើតអ្វីផ្សេងទៀតទៅតាមសមត្ថភាពចំណេះជំនាញរបស់អ្នកសិក្សាមួយអញ្ចឹងក្នុងនាមយើងជាអ្នកកាន់នៅក្នុងទម្រង់អាពាហ៍ពិពាហ៍អាចារ្យពលិកាមហាអ្នកផ្លូវចៅមហាឬក៏អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងកិច្ចការងារនេះតែក៏គួរតែចូលរួមសិក្សាទាំងអស់គ្នាហើយជួយអភិរក្សរក្សាពង្រីកនិងធ្វើឲ្យវាកាន់តែល្អប្រសើរឡើង
ទៅទៀតសម្រាប់ជននាជនចំនួនក្រោយព្រោះបច្ចុប្បន្ននេះយើងឃើញថាអ្វីៗវាមានទំនើបកម្មខ្លាំងមានទំនើបកម្មច្រើនអញ្ចឹងអ្វីណាដែលយើងអាចធ្វើរបស់យើងដែលពីមុនគ្រាន់តែមានសភាពធម្មតាជាដើមដានជាគំរូជាមូលដ្ឋានទេយើងអាចអភិវឌ្ឍឆ្នៃបង្កើតឲ្យមានសោភ័ណភាពឲ្យមានភាពលេចធ្លោឲ្យមានភាពល្អដាច់ដោយឡែកមួយដែលជាមរតករបស់ខ្មែរយើងនៅក្នុងពេលនេះវាជារឿងល្អបំផុតហើយគឺជាការផ្សព្វផ្សាយមួយទៅកាន់ពិភពលោកឲ្យគេបានយល់បានដឹងអំពីអ្វីដែលជាវប្បធម៌របស់ខ្មែរទំនៀមទម្លាប់ប្រពៃណីខ្មែរធ្លាប់ប្រព្រឹត្តអញ្ចឹងយើងមានហើយមានមូលដ្ឋានចំណេះដឹងមូលដ្ឋានវប្បធម៌សិល្បៈអីសពបែបយ៉ាងហើយយើងនៅតែការផ្សព្វផ្សាយនិងធ្វើឲ្យវារីកចម្រើនទៅខ្លាំងតមុខទៅមុខទៀតបាទអញ្ចឹងខ្ញុំសូមចែករំលែកតកតងទៅនឹងពាក្យពេចន៍នៅក្នុងការប្រើប្រាស់ពេលពិធីកាត់ខាន់ស្លានេះប៉ុណ្ណេះជូនទៅដល់អស់លោកសម្រាប់ធ្វើការសិក្សាចេះដឹងទាំងអស់គ្នាតទៅបាទសូមអរគុណហើយសូមជម្រាបលា